ថ្ងៃនេះខ្ញុំមានមុខម្ហូបបែបងាយៗស្រួលធ្វើមកបង្ហាញជូនបងប្អូនណាមុខនេះនិយាយពីថាទើបតែធ្វើលើកទី1ទេបងប្អូនប៉ុន្តែរសជាតិគេចេញមកគឺអេមហ្មងនិយាយពីថាឡើងជាតិហើយញ៉ាំទៅឆ្ងាញ់ណាស់បងប្អូនទៅនេះកុំអោយខាតពេលបងប្អូនយូរមកមើលពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាណាចាគ្រឿងក្រៅគឺយើងមានដូចជាស្លឹកក្រូចហើយនិងរំដេងក៏ដូចជាខ្ទឹមសហាន់វាឲ្យល្អិតបន្តិចមកដើម្បីងាយស្រួលបុកណាបងប្អូនពណ៌ការ៉ុតគឺខ្ញុំហាន់រាងបច្ឆិតស្ដើងៗណាបងប្អូនបន្ទាប់មកគឺខ្ញុំមានជាមួយនឹងស្លឹកត្រចៀកកណ្ដុរណាបងប្អូនហើយមុននឹងយើងយកមកហាន់គឺយើងត្រាំទឹកវាឲ្យរីកសិនហើយនឹងលាងទឹកលាងអីវាឲ្យបានស្អាតសិនណាបងប្អូនមើលតែខ្ញុំរៀបចំហាន់គ្រឿងហាន់អីអស់ហើយគឺខ្ញុំចាប់ផ្ដើមបុកស្លឹកក្រូចជាមួយនឹងអំបិលឲ្យវាម៉ត់ជាមុនសិនសម្រាប់ស្លឹកក្រូចគឺនៅពេលដែលខ្ញុំធ្វើម្ហូបអញ្ចឹងគឺខ្ញុំចូលចិត្តបុកវាឲ្យម៉ត់សិនពេលដែលយើងយកទៅធ្វើជាម្ហូបគឺវាចូលជាតិគ្នាជាមួយនឹងសាច់បានល្អមែនទែនឡើងឈ្ងុយតែខ្ញុំបុកស្លឹកក្រូចបានម៉ត់ហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងរំដេងម្ទេសខ្ទឹមសណាបងប្អូនយើងបុកគ្រឿងទាំងអស់នេះឲ្យល្អិតមកល្មមហើយចាំយើងយកមកដាក់រំលីងជាមួយនឹងខ្លាញ់លីងវាឲ្យឡើងឈ្ងុយបន្តិចមកហើយដាក់ជាមួយនឹងលឹកត្រចៀកកណ្ដុរហើយនឹងការ៉ុតណាបងប្អូនយើងលីងគ្រឿងទាំងអស់នេះឲ្យវាឆ្អិនបន្តិចនឹងឡើងឈ្ងុយសិនបន្ទាប់មកខ្ញុំដាក់ស្ករ2ស្លាបព្រាកាហ្វេហើយនឹងម្សៅរ៉តឌី1ស្លាបព្រាកាហ្វេហើយនឹងប៊ីចេងបន្តិចបងប្អូនប៊ីចេងលួចតែបន្តិចទៅបានហើយចាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាបាយឲ្យវារាងមានពណ៌ក្រហមបន្តិចនឹងខ្ញុំបន្ថែមជាមួយនឹងប្រេងខ្យង2ស្លាបព្រាបាយដែរហើយកូរគ្រឿងទាំងអស់នេះឲ្យវាឈ្ងុយល្អចាបន្ទាប់មកគឺខ្ញុំដាក់មីសួរចូលមីសួរនេះគឺខ្ញុំទិញមកកញ្ចប់500រៀលយកមកដាក់ត្រាំទឹកឲ្យរីកសិនបន្ទាប់មកចាំយើងយកមីសួរនឹងយកមកឆាលាយជាមួយនឹងគ្រឿងដែលយើងបានកកូរពីមុននេះបងប្អូនឲ្យវាឡើងក្រហមល្អរួចហើយខ្ញុំដួសវាទុកម្លែកសិនណាបងប្អូនយើងមិនចាំបាច់ឆាវាឲ្យឆ្អិនពេកទេក្នុងខ្ទះដដែលហ្នឹងគឺយើងមិនបាច់លាងទេណាបងប្អូនយើងដាក់បង្គាចូលតែម្ដងមកហើយបន្ទាប់មកគឺយើងដាក់មីសួរនិងបន្លែដែលយើងបានឆាមុននេះចូលពីលើហើយមកគឺខ្ញុំបន្ថែមជាមួយនឹងទឹកជាបន្តិចដែរណាដើម្បីឲ្យបង្គានឹងវាចាប់ជាតិគ្នាជាមួយនឹងគ្រឿងបានល្អហើយខ្ញុំរំងាស់ប្រហែលជា5-6នាទីអីនឹងឯងបងប្អូនដោយសារតែបង្គាគឺយើងមិនបាច់រំងាស់យូរទេតាមមួយផ្លេតហ្នឹងគឺវាឆ្អិនហើយបើយើងរំងាស់យូរពេកវាឆ្អិនជ្រុលទៅវាលែងឆ្ងាញ់វិញណាតែប៉ុណ្ណេះទៅគឺបង្គាអប់មីសួររបស់យើងហ្នឹងគឺបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងយើងបិទហ្គាសមកដួសដាក់ចានជាការស្រេចហើយសម្រាប់ម្ហូបមួយមុខនេះបងប្អូនគឺងាយស្រួលធ្វើហើយលឿនទៀតផងបើនិយាយពីរសជាតិគេវិញគឺឆ្ងាញ់ណាបងប្អូនញ៉ាំទៅគឺជាតិណាពោះម្ហូបមួយមុខនេះអ្នកដែលចូលចិត្តគ្រឿងសមុទ្រហើយដឹងតែអេមហ្មងអ្នកដែលមិនសូវចូលចិត្តក៏ញ៉ាំទៅឆ្ងាញ់ដូចតែគ្នាទេបងប្អូនអើយសម្រាប់ម្ហូបមួយពេលថ្ងៃនេះគឺសូមបញ្ចប់តែត្រឹមហ្នឹងហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយចុច like ចុច share វីដេអូមួយនេះបានច្រើនផងណាចាអរគុណច្រើននិងសូមជម្រាបលាបាយបាយ